ប្រហែលថ្ងៃមុនក្រែងក្រសួងរបស់ខ្មែរយើងដាក់ពាក្យបណ្ដឹងទៅខាងថៃដែលវត្តនៅថៃនឹងបានយកក្បាច់រចនាបថរបស់ផ្សារអង្គរយកទៅសាងសង់ជាប្រាសាទនៅវត្តមិនអារឿងហ្នឹងមិនរឿងកូពីហីឥឡូវនៅអត់ទាន់ចប់ទេណាអារឿងកូពីនឹងអត់ទាន់ចប់ទេនេះថ្ងៃ28ណាថ្ងៃ28ហ្នឹងថៃគេនឹងកម្រងជួបជុំបងប្អូនប្រជាពលរដ្ឋរបស់គេហ្នឹងគេថាខ្មែរយើងមានប្រជាជន7ដល់10លាននាក់បានចូលរួមកាលពីថ្ងៃមុនដើម្បីជាការបង្ហាញនូវស្មារតីស្នេហាជាតិក៏ដូចជាលើកទឹកចិត្តដល់បងប្អូនកងកម្លាំងយុទ្ធពលខេមរភូមិន្ទនិងកងកម្លាំងយោធាហ្នឹងណាគេថាមិនអោយចាញ់ទេគេមិនអោយចាញ់ខ្មែរដាច់ខាតគេនឹងប្រមូលផ្ដុំគ្នានៅថ្ងៃទី28នៅអនុស្សាវរីយ៍ឆៃហ្នឹងណាសវណ្ណភូមិហ្នឹងណាឲ្យលើសខ្មែរឲ្យលោជាងខ្មែរឲ្យប្រទេសជុំវិញបានដឹងឥឡូវសួរថាយើងកូពីគេឬមួយក៏គេកូពីយើងឥឡូវនេះឲ្យច្បាស់លាស់ទៅនឹងបន្តិចមើលយើងកូពីគេឬមួយក៏គេកូពីយើងមិនធ្វើមុនហើយគេមិនធ្វើក្រោយអញ្ចឹងគេមិនកូពីយើងជួយម៉ាជិលនិយាយនឹងនិយាយថាម៉េចទេបងប្អូនណាដឹងជួយខមមិនបងទោះបាន